Then on the other hand នយោបាយសម្ដេចនរោត្តមសីហនុដើម្បីឯករាជ្យជាតិថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 1953 នៅចុងឆ្នាំ 1944 បកកុម្មុយនីសឥណ្ឌូចិនបានចាប់ផ្ដើមបង្កើតកងទ័ពជាតិនៅប្រទេសវៀតណាម នានីតិខេរដូវនៃឆ្នាំ 1945 បានចាប់ផ្ដើមការធ្វើបាតកម្មនៅក្នុងតំបន់រំដោះនៃប្រទេសកម្ពុជាព្រឹត្តិការណ៍នេះបានធ្វើឲ្យរំជើបរំជួលដល់ព្រះមហាក្សត្រសម្ដេចនរោត្តមសីហនុជាខ្លាំងដោយពួកកុម្មុយនីសបានធ្វើការដឹកនាំចលនារំដោះជាតិកាន់តែមានទ្រង់ទ្រាយធំឡើងនៅថ្ងៃទី 9 ខែមិនិនាឆ្នាំ 1945 នៅក្នុងប្រទេសកម្ពុជារដ្ឋការបារាំងបានត្រូវជំនួសដោយរដ្ឋការជប៉ុនកងកម្លាំងយោធាបារាំងបានត្រូវចាប់ឃុំឃាំងនៅថ្ងៃ 12 ខែមីនាគឺមានរយៈពេល 3 ថ្ងៃបន្ទាប់ពីជប៉ុនបានចូលមកកាន់កាប់ប្រទេសកម្ពុជាមហាក្សត្រសម្ដេចនរោត្តមសីហនុបានចេញផ្សាយព្រះរាជក្រឹត្យស្ដីពីការបដិសេធចោលនៅកិច្ចព្រមព្រៀងទាំងអស់ដែលមានការចុះហត្ថលេខាជាមួយនឹងប្រទេសបារាំងនេះជាការប្រឹងប្រែងលើកទី 1 របស់ព្រះមហាក្សត្រដើម្បីឯករាជ្យជាតិក៏ប៉ុន្តែឯករាជ្យនេះពុំបានទទួលស្គាល់តាមផ្លូវច្បាប់ដោយរដ្ឋាភិបាលជប៉ុននោះទេនៅថ្ងៃទី 14 ខែសីហាឆ្នាំ 1945 ដោយមានការគាំទ្រពីមជ្ឈដ្ឋានអ្នកនយោបាយជប៉ុនផងនៅប្រទេសកម្ពុជាបានបង្កើតរដ្ឋាភិបាលមួយដែលមានស៊ិន ងុកថាញ់ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ពីជប៉ុនបានចាញ់នៅក្នុងសង្គ្រាមលោកលើកទី 2 និងសភាពការបានប្រែប្រួលយ៉ាងរហ័សនៅក្នុងឥណ្ឌូចិននៅថ្ងៃទី 23 ខែកញ្ញាអង្គភាពនៃកងទ័ពបារាំងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ដឺហ្គោលនិងកងទ័ពអង់គ្លេសបានវាយចូលកាន់កាប់ទីក្រុងព្រៃនគរអន្តរាគមន៍បែបនេះបានរីកសាយដល់ប្រទេសកម្ពុជានៅថ្ងៃទី 9 តុលាឆ្នាំ 1945 អង្គភាពនៃកងទ័ពលោតឆ័ត្រយោងបារាំងបានចូលមកដល់ទីក្រុងភ្នំពេញតាមផ្លូវការបញ្ជារបស់ឧត្តមសេនីយ៍បារាំងលើកលែតស៊ិន ងុកថាញ់និងសមាជិកនៃរដ្ឋាភិបាលរបស់ខ្លួនត្រូវបានឃុំឃាំងចាប់ពីពេលនោះមកចលនាតស៊ូរំដោះជាតិរបស់ខ្មែរឥស្សរៈកាន់តែមានភាពខ្លាំងក្លាឡើងដោយសារមានការគាំទ្រពីកម្លាំងទ័ពវៀតមិញថែមទៀតផងដើម្បីជៀសវាងពីសង្គ្រាមមហោឈាមជាមួយគ្នាដែលមានស្ថានភាពមិនស្មើគ្នារវាងប្រជាជនកម្ពុជាជាមួយនឹងកងទ័ពមហាអំណាចបារាំងប្រកបដោយសព្វាវុធទំនើបសម្ដេចនរោត្តមសីហនុបានជ្រើសរើសយកមាគ៌ាកិច្ចព្រមព្រៀងសម្របសម្រួលជាមួយនឹងពួកអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិយ៉ាងណាមិញកិច្ចសន្យាបណ្ដោះអាសន្នមួយបារាំងបានដាក់ឲ្យរដ្ឋាភិបាលកម្ពុជាថ្មីដោយបង្ខំក្នុងឆ្នាំ 1946នៅក្នុងកិច្ចព្រមព្រៀងនេះប្រទេសកម្ពុជាបានប្រើប្រាស់នៅស្វ័យភាពខាងក្នុងក៏ប៉ុន្តែទំនាក់ទំនងខាងគតិយុត្តជាមួយបារាំងត្រូវឈរលើមូលដ្ឋាននៃសន្ធិសញ្ញាឆ្នាំ 1803 និងអនុសញ្ញាឆ្នាំ 1884ដូច្នេះឯករាជ្យរបស់កម្ពុជាក្នុងឆ្នាំ 1945 ពុំស្ថិតនៅលើមូលដ្ឋានណាមួយឡើយការតស៊ូដើម្បីឯករាជ្យជាតិរបស់ព្រះមហាក្សត្រត្រូវបានចាប់ផ្ដើមពីលេខ0ឡើងវិញព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជាពុំទទួលស្គាល់ជាសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនៅក្នុងស្ថានភាពសហព័ន្ធឥណ្ឌូចិនបែបនេះឡើយព្រោះអង្គការបន្តនយោបាយព្រះអង្គបានបន្តនយោបាយជាមួយនឹងបារាំងតទៅទៀតទន្ទឹមនឹងនេះការបង្កើតសម្ព័ន្ធភាពប្រជាជនឥណ្ឌូចិនបានធ្វើឲ្យការវាយលុករបស់កងទ័ពវៀតណាមនិងកងទ័ពខ្មែរឥស្សរៈកាន់តែមានសន្ទុះខ្លាំងឡើងហាណូយបានទទួលស្គាល់គណៈកម្មការជាតិបណ្ដោះអាសន្នកម្ពុជាក្នុងឋានៈជារដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាទន្ទឹមនឹងនេះយើងអាចធ្វើការវិនិច្ឆ័យទៅលើការអនុម័តមួយរបស់សន្និសីទសហព័ន្ធដែលមានសេចក្តីថាសាមគ្គីភាពនៃប្រជាជនទាំង3ប្រទេសវៀតណាមឡាវនិងកម្ពុជាការកសាងខាងលើនេះគោលការណ៍ស្ម័គ្រចិត្តសមភាពជួយគ្នានិងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកមានទិសដៅរួមកំទេចពួកអាណានិគមនិយមបារាំងនិងអាមេរិកវៀតទីក៏ទោសពួកអាយ៉ងក្បត់ជាតិមាតុភូមិដើម្បីសមិទ្ធផលឯករាជ្យភាពសំខាន់ប្រជាជនទាំង3ប្រទេសសមិទ្ធផលថ្មីមួយដែលសម្ដេចនរោត្តមសីហនុទទួលបាននៅក្នុងដំណើរឈានទៅរកឯករាជ្យភាពពេញលេញទាក់ទងទៅនឹងសន្ធិសញ្ញាឆ្នាំ 1949 សម្ដេចនរោត្តមសីហនុមានព្រះបន្ទូលថាដោយបានជ្រើសរើសមាគ៌ាមួយដោយមិនជំរុញឲ្យប្រទេសរបស់ខ្ញុំលាក់ក្នុងផ្លូវដែលអាចបណ្ដាលឲ្យស្លាប់ដោយអសន្តិសុខមហោឈាមដែលនាំឲ្យវិនាសដល់ប្រជារាស្ត្ររបស់យើងឬនៅក្នុង
សម្ព័ន្ធភាពណាមួយនៃការចូលដៃជាមួយពួកវៀតណាមវិតមិញដែលមិនសូវមានគ្រោះថ្នាក់នោះខ្ញុំត្រូវពឹងផ្អែកទៅលើសន្ធិសញ្ញាថ្មីមួយដើម្បីរំដោះជាតិកម្ពុជាដោយទាញច្បាប់ពិភាពនៅក្នុងអំណាចបារាំងដើម្បីស្ពានមួយរវាងត្រើយដែលត្រូវបោះបង់ចោលអាណាព្យាបាលនិងត្រើយដែលត្រូវទៅឲ្យដល់ឯករាជ្យទាំងដើម្បីឲ្យឈានទៅដល់ឯករាជ្យទាំងស្រុងក្រោមការជួយបន្ថែមពីសំណាក់កងទ័ពវៀតណាមចលនាខ្មែរឥស្សរៈបានពង្រឹងកម្លាំងទន្ទឹមនឹងនេះមានប្រជាជនបដិវត្តន៍កម្ពុជាដើរពីក្រោយជាប់ជានិច្ចឆ្នាំ1942កងទ័ពខ្មែរឥស្សរៈបានពើប្រទះប្រយុទ្ធជាមួយនឹងកងទ័ពព្រះមហាក្សត្រនរោត្តមសីហនុដោយយល់ឃើញថាមិនអាចបន្លាយពេលយូរទៅទៀតព្រះបាទនរោត្តមសីហនុក៏បានធ្វើសេចក្តីសម្រេចចិត្តនៅឆ្នាំ1953ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិក្នុងទិសដៅដើម្បីទាមទារពីបារាំងនៅធិបតេយ្យភាពពេញលេញដោយការទទួលស្គាល់តាមច្បាប់នៅរដ្ឋាភិបាលរបស់ព្រះអង្គនៅលើឆាកអន្តរជាតិព្រះរាជបូជនីយកិច្ចរបស់ព្រះបាទរបស់ព្រះអង្គបានប្រព្រឹត្តទៅដោយជោគជ័យនៅខែតុលាដោយបានចុះហត្ថលេខាស្តីពីការប្រគល់ថ្វាយនៅរាជអំណាចអគ្គបញ្ជាការជាន់ខ្ពស់នៅលើទឹកដីកម្ពុជាទន្ទឹមនឹងនេះនៅក្នុងប្រទេសកម្ពុជាបានសល់សមាជិកទេសាភិបាលសហព័ន្ធឥណ្ឌូចិនរីឯកងទ័ពបារាំងបានបដូរទីតាំងទៅកាន់ភូមិភាគខាងកើតនៃប្រទេសកម្ពុជា Civilian servants. Nixon expanded the war to Cambodia by overthrowing the legitimate government of Prince Sihanouk and setting up a puppet government there.